ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំសូមតពីវីដេអូមុនដោយសារថាវីដេអូមុនហ្នឹងខ្ញុំបានរៀបរាប់តាក់ទងនឹងការដែលច្បាប់អន្តរជាតិចាមានវិធានការបែបណាជាមួយនឹងភាគីម្ខាងទៀតដែលសម្រាប់ចិត្តថាលុប MOU 44ជាឯកតោភាគីជាលក្ខណៈត្រួសចាអត់លំអិតទេចាតែក្នុងវីដេអូនេះគឺខ្ញុំសូមលំអិតដោយសារថាវាឈានដល់ដំណាក់កាលដែលយើងប្តឹងអញ្ចឹងណាអញ្ចឹងតើគេនឹងមានទូនីតិជួយយើងបានអ្វីខ្លះចាអញ្ចឹងនៅក្នុងនោះដែរគឺមាន3ចំណុចចាមួយគឺយើងមានសិទ្ធិបដិសេធមិនទទួលស្គាល់ចាមានសិទ្ធិបដិសេធមិនទទួលស្គាល់ឥឡូវខ្ញុំលើកឧទាហរណ៍មួយប្រិយប្រពន្ធ2នាក់ចុះតាស៊ីវិលនៅពេលរស់នៅមិនចុះសម្រុងនឹងគ្នាភាគីខាងស្រីសំឡេងខាងប្រុសអត់សំឡេងអត់លែងទេអញ្ចឹងសួរថាតើការអនុវត្តហ្នឹងបានមានប្រសិទ្ធភាពអត់គឺអត់ទេមែនទេបងប្អូនចាអញ្ចឹងពីអ្នកហ្នឹងលែងគ្នាអត់ដាច់ទេដោយសារថាមានភាគីម្ខាងមិនព្រមចាចឹងគឺដូចគ្នាជាមួយនឹង MOU 44ដូចគ្នាចាហើយចំណុចទី2ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការធ្វើលិខិតតវ៉ាទៅខាងអង្គការ ICJ ហើយនឹង UN លក្ខណៈដូចយើងប្រាប់គេឲ្យដឹងហើយសេចក្តីជូនដំណឹងថាឥឡូវភាគីសៀមបានធ្វើការសម្រេចចិត្តលុប MOU ជាឯកតោភាគីចាអញ្ចឹងយើងជូនដំណឹងឲ្យខាង ICJ និង UN បានដឹងរឿងហ្នឹងចាហើយទី3ហ្នឹងគឺយើងដាក់ពាក្យប្តឹងតែម្ដងទៅអង្គការ ICJ ហើយនឹង UN ដើម្បីឲ្យជួយអន្តរាគមន៍ក្នុងរឿងហ្នឹងចាមកដល់ចំណុចនេះគឺយើងសម្រេចចិត្តថាយើងដាក់ពាក្យប្តឹងទៅ ICJ ហើយនឹង UN ហើយនៅក្នុងវីដេអូមុនខ្ញុំក៏បានបញ្ជាក់ដែរថា ICJ ហើយ UN គេអត់មានសិទ្ធិក្នុងការបង្ខំរដ្ឋណាមួយដើម្បីឲ្យអនុវត្ត MOU ជាមួយនឹងរដ្ឋណាមួយទេតែគេមានសិទ្ធិក្នុងការអន្តរាគមន៍ចុះតាមដានត្រួតពិនិត្យថាតើការលុប MOU នេះវាមានរំលោភអធិបតេយ្យភាពទៅរដ្ឋណាមួយអត់ចាចុះមកមើលថាតើសៀមនោះវាមានឈ្លាមពានដីខ្មែរសមុទ្រខ្មែរអត់អញ្ចឹងនៅពេលដែលយើងប្តឹងហើយគឺគេចោះត្រួតពិនិត្យអញ្ចឹងណាបងប្អូនចាបន្ទាប់មកទៀតគឺគេមាន4ចំណុចទី1គឺអង្គការ ICJ មានសិទ្ធិសម្រេចសេចក្តីចាគឺថាតុលាការធ្វើការសម្រេចសេចក្តីតើកន្លែងណាជាអធិបតេយ្យភាពរបស់ខាងកម្ពុជាយើងកន្លែងណាអធិបតេយ្យភាពរបស់ខាងប្រទេសសៀមចាបន្ទាប់ពីធ្វើការសម្រេចសេចក្តីនឹងហើយប្រសិនបើមានភាគីណាមួយមិនព្រមទទួលយកចាគឺខាងអង្គការ ICJ គេមានគេហៅថាដាក់បន្ទុកឲ្យធ្ងន់តែក្នុងហ្នឹងគេអត់បានបញ្ជាក់ទេណាកន្លែងចំណុចទី1ហ្នឹងណាហើយគេនឹងបញ្ជូនសំណុំរឿងហ្នឹងឲ្យទៅខាងអង្គការសហប្រជាជាតិគេហៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាឲ្យធ្វើរឿងហ្នឹងបន្តថាតើត្រូវដាក់ទម្ងន់ដាក់បន្ទុកយ៉ាងម៉េចដើម្បីឲ្យភាគីម្ខាងទៀតទទួលយកក្នុងការសម្រេចសេចក្តីរបស់អង្គការ ICJ ចាអាហ្នឹងទី1បងប្អូនចូលដល់ទី2គឺក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលហៅកាត់ថា UNSC ចាអញ្ចឹងយោងតាមមាត្រា94នៃរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិប្រសិនបើភាគីម្ខាងមិនព្រមអនុវត្តតាមកាតព្វកិច្ចរបស់តុលាការបង្គាប់ទេចាភាគីម្ខាងទៀតអាចសុំអន្តរាគមន៍អញ្ចឹងបើសិនជាខាងថាគេកាត់សេចក្តីហើយចាគេឲ្យឯកសារមកសេចក្តីសម្រេចចាហើយសៀមមិនព្រមចាក់ចេញពីកន្លែងហ្នឹងទេអញ្ចឹងយើងត្រូវផ្ដល់ដំណឹងឲ្យទៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិនឹងម្ដងទៀតឲ្យគេបានដឹងផងថានេះសម្រាប់សេចក្តីប៉ុន្តែវាអត់ព្រមទៅណាទេវានៅតែឡើងហ្នឹងវានៅតែឈ្លានពានអញ្ចឹងណាបងប្អូនចាអញ្ចឹងយើងត្រូវធ្វើការអន្តរាគមន៍ជាមួយនឹងអង្គការសហប្រជាជាតិជាបន្តចាហើយមួយទៀតហ្នឹងគឺអាចចេញវិធានការដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាត់ផ្តាច់ទំនាក់ទំនងឬករណីធ្ងន់ធ្ងរបំផុតគឺការប្រើប្រាស់កម្លាំងយោធាអន្តរជាតិការប្រើប្រាស់កម្លាំងយោធានេះបងប្អូនខ្ញុំសូមបញ្ជាក់បន្ថែមដោយសារថាខាងលើគេបានប្រាប់យើងដែរថាគេអត់មានទេហ៊ានដើម្បីទៅបង្ខំរដ្ឋណាមួយឲ្យអនុវត្តតាមទេប៉ុន្តែនៅពេលដែលដល់អាចចំណុចកន្លែងហ្នឹងណាគឺគេមានកម្លាំងសន្តិសុខអន្តរជាតិគេនឹងចាដើម្បីឲ្យរដ្ឋនឹងត្រូវតែអនុវត្តតាមសេចក្តីសម្រេចរបស់អង្គការ ICJ ឬមួយក៏ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិអង្គការសហប្រជាជាតិចាអញ្ចឹងគេចង់បានន័យថាអញ្ចឹងគេធ្វើអស់ហើយទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចផ្ដាច់ទំនាក់ទំនងហើយនៅតែរឹងនៅតែមិនព្រមអនុវត្តទៀតចំណុចចុងក្រោយគឺគេយកកម្លាំងសន្តិសុខអន្តរជាតិមកអន្តរាគមន៍ចាប៉ុន្តែជាទូទៅវាមិនងាយមានទេអានេះក៏ថាវាជាជំរើសចុងក្រោយរបស់គេហើយគេដាក់ដែរថាទោះជា MOU ក៏ដោយបើសិនជានៅតែរឹងទេគឺគេអនុវត្តតាមនឹងអញ្ចឹងណាបងប្អូនចាចូលដល់ទី3ពាក់ព័ន្ធជាមួយនឹងយន្តការសងសឹកដោយស្របច្បាប់ចាបងប្អូនអញ្ចឹង ICJ ហើយក៏នៅតែមិនអនុវត្តបានហើយក្រុមប្រឹក្សាអង្គការសហប្រជាជាតិហើយក៏នៅតែសៀមមិនស្ដាប់ទៀតហ្នឹងចាគឺថាយើងធ្វើការសងសឹកចាចំណុចទី3ហ្នឹងគេឲ្យយើងសងសឹកស្របច្បាប់អញ្ចឹងនៅក្នុងនោះគឺ
ការផ្អាកកាតព្វកិច្ចចំពោះគ្នាចាបើអ្នកលុប MOU ព្រំដែនខ្ញុំក៏អាចផ្អាកព្រមព្រៀងសេដ្ឋកិច្ចឬមួយការផ្ដល់ទិដ្ឋាការដល់ពលរដ្ឋអ្នកវិញដែរចាអាហ្នឹងបើយើងនិយាយទៅដូចគ្មានប្រសិទ្ធភាពទេជាមួយពួកសៀមវាអត់ខ្វល់ហ្នឹងចាហើយអញ្ចឹងក៏គេដាក់នៅក្នុងហ្នឹងឲ្យយើងបានដឹងថាយើងត្រូវធ្វើអីខ្លះអញ្ចឹងណាចាហើយមួយទៀតហ្នឹងគឺសម្ពាធការទូតចាគឺការបដិសេធមិនចរចាលើបញ្ហាផ្សេងភាគីម្ខាងដែលចង់បានគឺយើងឈប់និយាយរកគ្នាតែម្ដងអាចចំណុចកន្លែងហ្នឹងគេចង់បានន័យថាអញ្ចឹងចាតែសៀមក៏វានៅតែអត់ខ្វល់ហ្នឹងបងប្អូនអើយបើតាមតែយើងមើលជាក់ស្ដែងហ្នឹងតើតយកសន្តិសុខអង្គការសហប្រជាជាតិមកគ្រប់គ្រងតែម្ដងបានអាចទប់មួយវាបានចាហើយទី4នេះគឺអាញាកដាឬមជ្ឈត្តការចាអញ្ចឹងការមជ្ឈត្តការហ្នឹងគឺការដោះស្រាយវិវាទអន្តរជាតិចាអញ្ចឹងគេផ្ដល់ឲ្យយើងវិច្ឆិតការអញ្ចឹងណាបងប្អូនចាអញ្ចឹងប្រសិនបើ MOU មានចែងខសន្យាថារាល់វិវាទត្រូវដោះស្រាយតាមរយៈមជ្ឈត្តការនោះស្ថាប័នដូចជាតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ PCA ចានឹងដើរតួជាអ្នកកាត់សេចក្តីចាអញ្ចឹងកាត់សេចក្តីសម្រេចរបស់មជ្ឈត្តការហ្នឹងគឺបង្ខំឲ្យអនុវត្តតាមផ្លូវច្បាប់ពាណិជ្ជកម្មចានឹងទ្រព្យសម្បត្តិរដ្ឋចាអញ្ចឹងនៅក្នុងហ្នឹងនៅពេលដែល ICJ ហើយ UN អនុវត្តមិនមានប្រសិទ្ធភាពទៀតចុងក្រោយគឺខាងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ហ្នឹងគឺលោកដៃចាលោកដៃហ្នឹងគឺពាក់ព័ន្ធជាមួយនឹងច្បាប់ពាណិជ្ជកម្មបងប្អូនចាអញ្ចឹងទាំង3ហ្នឹងគឺសហការគ្នាតែម្ដងគេថាអានេះជំរើសចុងក្រោយឯណាចុងគឺកាត់ផ្ដាច់តាក់ទងនឹងការដាក់ទណ្ឌកម្មទៅទំនុកចិត្តហើយនឹងការដែលទៅរកអ្នកវិនិយោគអីទៀតគឺថាបិទសេដ្ឋកិច្ចប្រទេសនឹងឲ្យអាលំបលាយហ្មងចាបើសិនថានៅតែរឹងនៅតែអត់ស្ដាប់នៅតែអត់ទទួលយកបានចាចុងក្រោយនេះគឺខាង ICJ ហើយនឹងខាង UN គេបញ្ជាក់ដែរថាមិនដែលមានការសម្រេចសេចក្តីណាមួយដែលគេមិនទទួលស្គាល់ទេហើយភាគច្រើនគឺការដែលសម្រេចចិត្តរបស់តុលាការ ICJ និងអង្គការសហប្រជាជាតិនឹងភាគច្រើនគឺការដាក់សម្ពាធចាមិនមានឈានទៅដល់ការប្រើប្រាស់អាវុធឬមួយក៏កម្លាំងយោធាអីយកទៅគ្រប់គ្រងប្រទេសណាមួយគឺអត់មានទេចាអញ្ចឹងគឺនៅក្នុងហ្នឹងគឺគេបានបញ្ជាក់ដែរថាការដែលលុប MOU នេះក៏មិនទាន់មានរដ្ឋណាមួយដែលធ្វើការលុប MOU នឹងតាមតែចិត្តដែរគឺគេអត់ទាន់បានទៅធ្វើការនៅលើរឿងហ្នឹងទេឥឡូវទំឃើញប្រទេសសៀមមួយអញ្ចឹងណាបងប្អូនចាហើយអ្វីដែលពិសេសហ្នឹងគឺថាអ្នកដែលសម្រេចចិត្តលុប MOU ជាឯកតោភាគីគឺគេហៅលក្ខណៈវាអត់ដែលមានហើយវាខាតប្រយោជន៍ប្រទេសជាតិជាធំហ្មងពួកអីវាមានចំណេញទេការលុបគឺមានតែខាតហើយបង្កចំនួនឲ្យកើតឡើងគេហៅប្រទេសដែលជាប់គ្នាវាគួរតែល្អជាមួយគ្នាណាដល់តែពេលវាអញ្ចឹងវាបង្កើតជាបញ្ហាហើយធ្វើឲ្យអាសេដ្ឋកិច្ចហ្នឹងធ្លាក់ចុះចាហើយនេះគឺជាមតិយោបល់របស់ខ្ញុំដែលខ្ញុំមើលឃើញអញ្ចឹងក្នុងការដែលលុប MOU 44សម្រាប់ខ្ញុំតែម្ដងបងប្អូនមុនដំបូងខ្ញុំរៀងគេហៅថាពិបាកទទួលយកដែរប៉ុន្តែបន្ទាប់ពីបានមើលតាក់ទងនឹងច្បាប់ហើយបើសិនជាយើងបានប្តឹងទៅអង្គការ ICJ ហើយនឹង UN គឺល្អសម្រាប់យើងល្អត្រង់ថាប្រទេសសៀមបងប្អូនបើយើងនៅចរចាទ្វេភាគីគឺយើងអាចទប់មួយវាបានដោយសារល្បិចវាខូចណាស់អញ្ចឹងបើអាចគឺប្តឹងទៅ ICJ ហើយអង្គការសហប្រជាជាតិឲ្យគេអន្តរាគមន៍ក្នុងករណីទៅតាក់ទងនឹង MOU 44នឹងបើថា43អូខេយើងអាចថានៅដោះស្រាយចរចាបានណាតែអា44នេះគឺបដ ாய்ក៏អត់កើតទៀតពួកអីវាកលិចខ្លាំងណាស់អញ្ចឹងបើសិនជាអាចប្តឹងបានគឺប្តឹងឲ្យគេលុកដៃគេថាភាគីទី3ហ្នឹងគឺវាខ្លាចហ្មងអញ្ចឹងបើសិនជាអាចគឺថាដាក់ពាក្យប្តឹងឲ្យវារៀកម្ដងបងប្អូនហើយអូយខ្ញុំមើលព័ត៌មានស៊ីមចង់ឈួតឲ្យរាល់ថ្ងៃបងប្អូនអញ្ចឹងនៅក្នុងវីដេអូនេះដែរខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូន